ខ្ញុំបានឃើញមនុស្សចម្លែកពីរនាក់នៅគ្រឿងហាងស្ត្រីនោះបានរកឃើញឱកាសសម្រាប់ការផ្សព្វផ្សាយភ្លាមតើស្ត្រីនោះបាននិយាយជាមួយអ្នកអំពីអ្វីសួរខ្ញុំថាតើដប XO ប៉ុន្មានដបដែលខ្ញុំបើកក្នុងមួយថ្ងៃតើ XO ប៉ុន្មានដបត្រូវបានបើកក្នុងមួយខែកន្លែងណាក្រុមហ៊ុនស្រាមានគោលការណ៍ដរាបណាហាងមួយណាអាចបើកយីហោ 2,000 ម៉ែត្រការ៉េក្នុងមួយខែ 3% នៃសន្តាគារប្រសិនបើវាអាចឈានដល់ 2,500 ម៉ែត្រការ៉េនោះគឺ 5% ដបយីហោមួយដបត្រូវបានទិញក្នុងតម្លៃ 1,200 ដរាបណាវាត្រូវបានបន្តជារៀងរាល់ខែក្នុងទំហំ 2,000 ម៉ែត្រការ៉េនោះគឺសន្តាគារចំនួន $72,000 ហាងមួយអាចរកបាន 900,000 ក្នុងមួយឆ្នាំហាង 100 អាចទទួលបានតូចជាង 100 លានយកវានៅក្នុងហាប៉ៅរបស់អ្នកឲ្យរកប្រាក់ប៉ុន្តែប្រសិនបើរកឃើញបន្ទាប់មកវាចប់ហើយប្រជាជននៅក្នុងប្រអប់ថ្ងៃនេះគឺជាការងារខាងក្នុងរបស់ក្រុមហ៊ុនអ្វីដែលខ្ញុំបានពិនិត្យគឺថាហាងបានធ្វើរបាយការណ៍មិនពិតព័ត៌មាននេះគ្មានតម្លៃសម្រាប់ការលក់ធម្មតាទេសម្រាប់ប្រធានផ្នែកលក់វាមានប្រយោជន៍ណាស់តើអ្នកប្រកាសថាវាអត់អីទេខ្ញុំបានជួបគាត់ម្ដងក្នុងពេលហ្វឹកហាត់ចាប់អារម្មណ៍ខ្លាំងណាស់ខ្ញុំនឹងមិនខុសទេជាមួយនឹងសមត្ថភាពនេះចៅម៉ៃបានរីករាយនឹងការលក់ស្រាធម្មតាដើម្បីក្លាយជាអនុប្រធានផ្នែកលក់របស់ក្រុមហ៊ុនមនុស្សជាច្រើនគិតថាអ្នកដឹកនាំលើកតម្កើងមនុស្សពីព្រោះពួកគេបំពានច្បាប់តាមពិតអ្នកដឹកនាំដូចជាមនុស្សដែលមានប្រយោជន៍សម្រាប់ពួកគេដរាបណាអ្នកមានប្រយោជន៍ទោះបីជាអ្នកជាក្របែកហែកក៏ដោយគាត់ទៅនឹងកាន់អ្នកយ៉ាងរឹងមាំដែរវាគ្រាន់តែថាការមានឪពុកនិងម្ដាយគឺមិនល្អដូចការមានខ្លួនឯងទេអ្នកដឹកនាំរបស់ចៅម៉ៃគឺស៊ូយុនទៀនត្រូវបានគ្រងនៅមុនផ្ងាយនៃការផ្សព្វផ្សាយខាងមុខនេះហៀបនឹងត្រូវបានក្រុមហ៊ុនបណ្ដេញចិនជានាយករងដែលត្រូវបានបន្ថែមតំណែងដោយស៊ូយុនទៀនចៅម៉ៃមិនត្រឹមតែមិនមានឱកាសផ្សព្វផ្សាយទេត្រូវបានរំជ្រែងដោយនាយកធនធានមនុស្សដែលមិនអស្ចារ្យមនុស្សជាច្រើនមានតែជំរឿននៃការរត់ចេញនៅពេលនេះប៉ុន្តែប្តីរបស់នាងឈ្មោះលីដុងមីងបានអនុញ្ញាតឲ្យចៅម៉ៃព្រោះទំគានវាប្រហារដោយរបៀបណា4ពាក្យដើម្បីវាយអាស្រាទឹកអ្នកចង់ឲ្យខ្ញុំព្រោះទំគានសូមចុះឈ្មោះជាប្រធានផ្នែកលក់អ្នកស្នងតំណែងរបស់ស៊ូរងទៀនមិនមែនជាគោលដៅទេគោលដៅគឺធ្វើឲ្យអកម្មទីព្រោះត្រឹមតែគំនិតព្រោះទំគានមានឱកាសស្នាក់នៅតុសូម្បីតែចំពោះស៊ូយុនទៀនគាត់បានប្រឈមនឹងការលក់ខុសច្បាប់និងបន្ទាត់បន្ថែមគាត់ផឹកច្រើនពេកហើយបះបោជើងមនុស្សដែលជាស្វែងរកក្តៅដោយសារតែការលក់ក៏ជាផ្នែកមួយរបស់ប្រព័ន្ធក្រុមហ៊ុនដូច្នេះវាជារឿងនៅក្នុងការងារហើយនឹងចៅម៉ៃជាអនុប្រធានក្រុមហ៊ុនរៀបចំជាផ្ទាត់ជាមួយអ្នកដឹកនាំគ្រាន់តែបើគាត់